miền ở mấy chấm nút phía xa máu ta đôi ta còn được mê như phần nó smoke smile bả stress miền sầm piệt trở này mà cái việc việc ai tham miền sầm piệt ởក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់អាត្មាធ្លាប់ជួបដែរគាត់ពេលខ្លះគាត់ដូចតែងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយក៏អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចតែមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងខ្លាំងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីគេបើដេកនឹងទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួមកក្តៅក្រហាយជាបន្តិចខ្ញុំគណៈសមាភិបធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចមិនទួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាអញ្ចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តនឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើដល់ពេលមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ពីឈឺឌឺដងទៅគេនោះឈឺឯងបើយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតលហ៊ានដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សពថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីរសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ថាហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើ
គេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហើយហ្នឹងវាមានកម្មពៀវរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសុខទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររាល់ថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រលចុះត្រលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងដែរមិនហាមឃាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅ app ខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវើលវាយដោយសារអាការរំខានរឿយនឹងឯងហើយហ្នឹងអត់មានពីណាទេយើងអ្នកសំខ្លួនយើងនឹងយូរផលប៉ះពាល់ហ្នឹងមកខ្លួនយើងវិញអញ្ចឹងតើតែយើងប្រយ័ត្នប្រយែងទាំងអស់គ្នាបើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអីនិយាយគ្នាហើយកុំអោបកសោបរំលឹកម្លើកញឹកញាប់ពេកវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកហ្នឹងក៏គួរអាណិតតិចដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំវាជួយចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានមានប្រយោជន៍ហើយអានឹងទី1ទី2អាការសមឧបនិស្ស័យក្នុងចិត្តតូចចិត្តអន់ចិត្តស្ដីបន្ទោសមិនគួរណាអញ្ចឹងអាហ្នឹងកុំអាហ្នឹងរឿងហ្នឹងហួសហើយកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតើទៅមុខទៀតអាសមបនិស្ស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់យើងណាហើយតើមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាអញ្ចឹងម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាប្រឹងទៅហើយមានពេលស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយមិត្តភ័ក្តិល្អអ្នកដែលនាំរឿងល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើនទាំងចំណេះចម្រើនទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអានឹងទើបរស់នៅបានយូរហើយយើងបានមានពេលបំពេញបុណ្យពេញកុសលហើយរស់នៅដោយសុភមង្គលបើនិយាយពីសេចក្តីទុក្ខផ្លូវចិត្តវិញជាពុទ្ធជននឹងអ្នកណាក៏មានដែរគាត់តិចច្រើនតាមកម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់
ច្រើនអាហ្នឹងកើតទុកច្រើនហើយពីព្រោះអកុសលហ្នឹងវាជាថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអាហ្នឹងដូចភ្លើងធូបនោះវាមកអុចវាមកអុចចិត្តយើងឈិតឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថាយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹងប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបាន1លានទៅវាដូចអត់លក់បដោយនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងនៅតែប្រឹងប៉ុន្តែតើមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបានប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងសប្បាយចិត្តនឹងអ្វីដែលខ្លួនរកបានហើយហ្នឹងបានវាស្រាលវាអត់កើតទុក្ខជួនកាលអ្នកខ្លះរកបានហើយនៅតែកើតទុក្ខអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថាយើងនៅក្រដដែលទេបើទោះជារកបានច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមូវាម៉ៅអញ្ចឹងការដែលចេះបញ្យល់ខ្លួនឯងរកបានច្រើនចាត់ទុកថាបុណ្យយើងច្រើនយើងសប្បាយចិត្តនឹងអ្វីដែលយើងរកបានច្រើននឹងទៅហើយរកបានល្មមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តតែបុណ្យខ្ញុំសំពាយខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នាมันអាចទៅដេកចំណែនគេចំណែនបងចំណែនប្អូនអ្នកខ្លះដូចគ្រួសារគេផ្សេងបងប្អូនគេផ្សេងគេរកស៊ីបានមានឯងវាអន់ជាងគេដេកក្តៅក្រហាយចំណែនគេហៅរឿងម៉ែហៅរឿងឪអីអញ្ចឹងតែក៏មានដែរអញ្ចឹងអកុសលហ្នឹងវាមកអុចយើងមិនឲ្យយើងបានសុខទេតែកាលណាយើងមានអកុសលនឹងច្រើនអាហ្នឹងកើតទុកច្រើនហើយអញ្ចឹងវាតតែយើងព្យាយាមចម្រើននៅធាតុល្អនៅក្នុងចិត្តឧទាហរណ៍ថាការចេះចែកម្លែកតិចច្រើនក៏ដោយមានតិចចែកតាមតិចមានច្រើនចែកតាមច្រើនទឹកចិត្តមេត្តាហ្នឹងវាដូចជាទឹកសន្សើមឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើហ្នឹងឲ្យវាស្រស់អញ្ចឹងទឹកចិត្តល្អបន្តិចហ្នឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសប្បាយចិត្តឃើញគេសុខឃើញគេល្អទៅចិត្តហ្នឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណាផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាតែប្រអង្គុយចង់បានផល20តើនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិជឿលើហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាម៉េចអញ្ចឹងឯអត់ទេសមាធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯងដឹងថាអូអ្វីវាសិតតែមានហេតុអ្វីកើតឡើងមិនមែនអត់ហេតុទេអញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអ
chẳng bê chu hưởng lõ mình chu bê chứ cầm nọt đằng thảo anh nâng chỉ phò bón chỉ phò này cà chi bởi vì bờ hưởng mình lõ cả láng nâng ai cầm nọt đằng mòn khả năng ạ vịt thóm vậyถ้าอะก็ซอลวิบะเคยหูมันออสดับลือสำเลยมันไปรู้กี่เจกี่ใหญ่ดามไอโออีจังเต้จีอะก็ซอลวิบะมองอันนั้นคือสัจจะท้อเชียพอในบาปจังมองจังว่าอดตึกเก้าตุกตูมันนัวหนึ่งเหืองหนึ่งเปเจ้ไปผัวกำหนดดังถ้าวิเมียนไฮด์วิเมียนอะก็ซอลน้ำมุ้ยวินได้ยืนถลอดฝืนมั้งวินนัวไอ้เก้าเตจีอะก็ซอลวิบะพอในบาปนั่งพอในบาปได้ยืมอันฟืนนั่งนั่งไงจังหายให้ก็หายกำหนดดังซองคาtừng láiเกิดให้รถtừ vinhกินvậy hái chọpรถเชิงบาดได้เบอร์เนี่ยได้เมียนไปย้าkhi mình xây vô biển nâng một cuối cao tục đại của họ cả hai mà khai bị khai đây khi cầm nọt đăng thảo có xóa nó cao mà plate vậy chọp bạt hay bên này nè để khoaไปnhà nóเชิญแต่การตุกโดยซาเรื่องมันรอได้การลางโดยซามันยุลจังบาปจะเอาพอพ้องkhoa ไปญาประเกิดบาปทำไมมูมาโจงกลุ่มนุ่มกุมกูเนาะอันนั้นจีบาปทำไมใช่จังเห็นแต่แหละอันนั้นเมียนไปญาซ้อมในการยุลดังปีตำนานในทอมเจียดเอารมจัดรื่อยเต้อันนั้นบ้านยืงปะทอยเทียดปุลนึงเมรูกนึงให้ปะไทมเทียดหล่อชีโคซอลทอนึงรื่อยได้เมียนขันไตเมียนอดทนเมียนปัญญากำหนดดังปีตำนาในซองคาการลดมันประกันมันห่วงให้เมียนก็ตัวถ่ายวิจิพอในบอลมันเวียเถอะบัดเวียเถอะบองวิ่งคิดถ้าวิจิซองคาร์ทอเวียแปรปรูลจังเวียอดเตียงเวียอดตัวเตะอันนั้นเวียดูอุปมาดูเทจิเกียงเวียในเปรย์วิเช่ได้เวียออกเปรย์เวียรุลดได้แปรติดเปลึงยิ่งกดลิกเตอร์อันนั้นซองคาในเปเมียนหายไปใจขุบขอนบอลเมียนยืงในเมียนชีวิตตรอบยืงในโรบานดับเบิลบอลวิกสาวเตอร์โรวิบานติเตอร์เป็นอ๋อบอลเตอร์อาร์บอลนั่งก็วิตรขาดลงจงเตอร์ไอ้ยืงตัวเลยเรียนตัวสกอลท่านนั้นไอ้ชีวิตวิ่งเวียนจังเติบยืงอาสมรูปเพลย์จัดมันเอาการตกขลังบานไอ้ใบยืงในแต่มูมาได้ก็หายกุมกุลโดยถ้าจวบจุ่มเปียหุงให้ประกันถ้าใส่เถอะแต่บ้านตามอันจองนั่งนั่งการตกครั้งให้ไปพูดใส่นั่งเวียนมันอายตามจัดยืนจองlà hồ đê bởiยืนขวาในบอลนะขวาไฮแต่วิอดบานเนี่ยวิต่อเมียนไฮกุบก่อนบานโมตนี้ได้ทราบยังอดบันเอารมจัดhiện hiện khuônอย่างที่จุงcá từ cả mùi khnia nhiệm đã khnia chẳng bên này không chặt đắng mình bài chặt khnia mà này bên năng bạch chèn vô phiệp vô có bay trường ai rồi đó bị các cách bậc hồi ta lọp ta lần thứ mấy ai ta luôn anh còn ba xa chẳng tới viết vừa ấy càng nghiền với mình luôn từ một mình hạ ca kia mình bắt đầu tầm lại ở kia mình chui chuồng chèn kia về tới chia cọt mùi đầm bầy ở bàn bùa mùi bồi ca nghe nó về thôi ở chừng ít chừng o tăng tay hay mình chùm ra từ một cái chẳng bàn
ស្ថានភាពផ្លូវចិត្តរបស់បុគ្គលិកអ្នកធ្វើការងារនឹងមានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសម្រេចរបស់ស្ថាប័នរួមទាំងមូលបើទាំងអស់គ្នាសហការគ្នាអត់ឱនស្រឡាញ់យោគយល់ផ្ដល់តម្លៃផ្ដល់ការលើកទឹកចិត្តហើយជួយជុំជែងគ្នាមិនខ្លាចអ្នកណាគ្រាន់បើជាងអ្នកណាតាមសមត្ថភាពរៀងខ្លួនអញ្ចឹងទៅណាពីព្រោះយើងក៏មិនចេះអីទាំងអស់គេក៏មិនចេះអីទាំងអស់អញ្ចឹងយើងត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមកហើយយើងផ្ដល់ភាពសំខាន់នឹងដល់គ្នាទៅវិញទៅមកតាមចំណេះដឹងជំនាញរៀងខ្លួនទៅអ្នកcleaner គេមានភាពសំខាន់ខាង cleaner ទៅអ្នកនៅ office មានភាពសំខាន់រៀងខ្លួនទៅចិត្តរបស់យើងវាទលាយដល់អញ្ចឹងយើងអត់អោបកសោបយកទាំងអស់ហើយប៉ុន្តែមនុស្សយើងវាសារធាតុមិនបានអប់រំពីកំណើតអកុសលហ្នឹងវាប្រទាញធ្វើម៉េចគៀងកឲ្យមកតែខ្លួនឯងតែមួយកដោបទៅហែកទៅពុនទៅហើយគ្រប់គ្នាសិតតែចង់កដោបចង់ហែកចង់ពុនអញ្ចឹងឆ្លោះគ្នាហើយមិនបានសុខហើយមិនបានសុខទាំងសងខាងមិនបានសុខទាំងយើងមិនបានសុខទាំងអស់គ្នាហើយស្ថាប័នហ្នឹងអត់អាចរីកចម្រើនទៅមុខទេដោយសារយើងអ្នកជ្រងស្ថាប័នហ្នឹងវាសំពីងសំពងដោយភាពសៅមងអកុសលជាតិពុលនៅក្នុងចិត្តហ្នឹងអញ្ចឹងបានជាអ្នកដែលមានចិត្តដែលថ្លាស្អាតស្រាលពីអកុសលហ្នឹងទើបអាចធ្វើជាមេដឹកនាំគេទើបអាចជ្រងស្ថាប័នហ្នឹងឲ្យខ្ពង់ខ្ពស់ទៅបានតលអ្នកនឹងស្រាលពីរឿងដូចថាការប្រកាន់ជាប់ជំពាក់អាណេញអាណោងច្រើនហ្នឹងលក្ខណៈសម្បត្តិរបស់គាត់នឹងទើបអាចជ្រងទើបធ្វើឲ្យកន្លែងនឹងបានរួបរวมគ្នាហើយចម្រើនទៅមុខបានហើយវាតលទាំងអស់គ្នានឹងឯងរៀនទម្លាក់នៅភាពសៅមងទាំងអស់នឹងចេញពីសន្តានចិត្តអានឹងទើបយើងអាចរកសេចក្តីសុខតខ្លួនយើងផងពីព្រោះយើងគ្រប់គ្រងខ្លួនឯងបានក្នុងភាសាបច្ចេកទេសអ្នកស្រាវជ្រាវអាមេរិកាំងគេប្រើពាក្យ self management ឬក៏ self regulation អីចឹងទៅការចេះគ្រប់គ្រងខ្លួនឯងបានហើយមានគុណវុឌ្ឍិលក្ខណៈសម្បត្តិពិសេសដើម្បីបានជោគជ័យក្នុងជីវិតហ្នឹងគឺត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកដទៃដោយចេះស្វែងយល់អំពីតម្រូវការអំពីចំណង់ចំណូលចិត្តអំពីភាពសំខាន់ហើយនឹងបញ្ហាដែលគាត់មានក្នុងជីវិតហ្នឹងយើងមានចិត្តករុណាបើភាសាអង់គ្លេសហៅ empathy ហ្នឹងដូចថាឲ្យយើងចេះយកចិត្តរបស់យើងហ្នឹងទៅស្វែងយល់ពីបញ្ហាជីវិតរបស់គាត់អញ្ចឹងយើងអត់ប្រកាន់ច្រើនយើងអត់ប្រទាញយកតែខ្លួនឯងត្រូវឯងអញ្ចឹងវាត្រូវតែមានជំនាញមួយគ្រប់គ្រងខ្លួនឯង self management ឬក៏ self regulation ហ្នឹងហើយនឹងមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងត្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តដែរអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដល់ចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀម
ឬក៏នឹងសំចិត្តអន់ចិត្តតូចចិត្តខឹងទាស់ចិត្តច្រើនយូរទៅវាមកជង្រុកចិត្តហ្នឹងសិតតាភាពសៅមងភាពក្រៀមក្រំភាពតូចចិត្តគិតថាគេមិនយកចិត្តទុកដាក់គិតថាគេមិនស្រឡាញ់គ្មានអ្នកយល់ចិត្តអីចឹងសាអាចិត្តហ្នឹងវាសំភ្លើងសំភាពកុហកកាហាយក្នុងចិត្តយូរវាអូតូម៉ាទិកគឺវាក្រៀមអញ្ចឹងមកអញ្ចឹងតើយើងអាចដូររបៀបគិតមកឧទាហរណ៍ថាធម្មតាជីវិតទៅជួបបញ្ហាដោះស្រាយទៅដោះស្រាយហើយដោះហើយទៅកុំស្ពាយសំពីងសំពងកុំនៅដេកខ្វល់ដេកខ្វាយអារឿងដែលហួសហើយអញ្ចឹងណាក្តៅក្រហាយខាយក្នុងធម៌លោកហៅកុកចៈក្តៅក្រហាយចំពោះរឿងដែលកន្លងផុតទៅហ្នឹងហើយតើដូចថាមានពេលសម្រាប់ខ្លះដើម្បីរក្សាកម្លាំងផ្លូវកាយនេះក្នុងការធ្វើកិច្ចការងារឲ្យបានវែងឆ្ងាយមិនមែនបានន័យថាមិនធ្វើអីដែរលេងទេមែនទេម៉ាស៊ីនបើវាក៏ត្រូវមានពេលលុតដើម្បីកុំឲ្យវាក្តៅពេកដែរខួរក្បាលរាងកាយហ្នឹងក៏អញ្ចឹងដូចគ្នានៅក្នុងធម៌លោកឲ្យប្រើអិរិយាបថឲ្យស្មើគ្នាដេកដើរឈរអង្គុយហ្នឹងហើយបរិយាកាសជុំវិញខ្លួនក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងដែរឧទាហរណ៍ថាកន្លែងក្លុករស់នៅបើវាស្មុកវាស្មាញវាផ្សែងវាពុលវាហុយអានឹងក៏ធ្វើឲ្យមួម៉ៅស្មុកស្មាញដែរអញ្ចឹងតើកន្លែងស្រឡះបើកអួចបើកទ្វារដើម្បីយកខ្យល់អាកាសឲ្យដើរហើរហាត់ប្រាណអីចឹងទៅដូរបរិយាកាសរស់នៅហ្នឹងទើបអាចធ្វើឲ្យរាងកាយរបស់យើងនឹងរឹងប៉ឹងហើយបន្ទាប់តែយើងសួរខ្លួនឯងថាថ្ងៃហ្នឹងយើងបានធ្វើអីដែលធ្វើយើងសប្បាយចិត្តវាជាផលប្រយោជន៍មិនមែនថាតែមាសតែប្រាក់នេះយើងគិតថាថ្ងៃហ្នឹងយើងបានធ្វើអីជាកិច្ចការងារដែលសំខាន់សម្រាប់ខ្លួនយើងឬក៏សម្រាប់អ្នកនៅជុំវិញខ្លួនយើងឬក៏ជួយកិច្ចការងាររបស់ឪពុកម្ដាយរបស់សហគមន៍ភាពរីករាយក្នុងអំពើល្អតិចហ្នឹងដូចទឹកប្រោះព្រំផ្កាអញ្ចឹងឲ្យវាស្រស់អំពើល្អការរីករាយក្នុងសកម្មភាពតិចហ្នឹងដូចជាទឹកដែលមកប្រោះចិត្តហ្នឹងឲ្យវាស្រស់អញ្ចឹងហើយវាតលមានពេលស្រប់ចិត្តហ្នឹងដោយកម្លាំងនៃធម៌ដោយការរំលឹកគុណមេត្តាបិតារំលឹកគុណព្រះរតនត្រ័យធ្វើសមាធិស្ងប់ចិត្តទៅវាចិត្តហ្នឹងវារកកន្លែងស្ងប់ឃើញវារកកន្លែងសុខឃើញឲ្យវាមកជ្រោកនៅក្នុងអារម្មណ៍ដែលធ្វើឲ្យកើតចិត្តជ្រះថ្លាចិត្តរីករាយក្នុងបុណ្យហ្នឹងឧទាហរណ៍ជាផ្កាមកបូជាព្រះទិញខោអាវឲ្យក្មេងៗសភៅប៊ិចឲ្យក្មេងៗរៀនសូត្រទៅជួយចាស់ឬក៏មានកិច្ចការធុរៈអីជួយមិត្តភ័ក្តិអាហ្នឹងអាតិចចឹងវាដូរពីអាក្រៀមក្រំត្រឡប់មកទៅជាភាពស្រស់ស្រាយវិញហើយរៀនចម្រើនការយល់ដឹងក្នុងធម៌លោកថាមានបញ្ញាឃើញសភាពនៃចិត្តហ្នឹងវាប្រែប្រួលហើយមិនប្រកាន់ចង់ឲ្យតែចេះទៅហើយមួម៉ៅមិនបានមិនអញ្ចឹងឯអត់ទេអូចិត្តហ្នឹងវាឡើងវាចុះ
chẳng nắng ai lấy mơ khơi tầm nào chặt là cho chắc bà việc thật là nông rõm nom ở cái đây họ cả hai khăn chân này ọc hướng nâng nè nâng tí dừng hiện đồ màu kết thật để kia miền cái lại kia là o là đài rất có đồ vì chỉ chê vì bộ cua nắng mau chỉ chê vì bộ cua để nó mới chặt dương srọ vinh đời đồ vật thiên là bọt và được không coi thì dương đồ ròm chứ chứ dương xóm làng vinh từ chặt nắng việt srọ miền tây đầu cả màu vọt màu hoa thoại càn masca thị chụp chùm mật phẹ nâng cùng mật phẹ chỉ còn là dàn mật an sẽ thâu thô đập thô rươi tới hay thua cái trang như đó để dừng kịch thâu dừng vừa hỏi về sự bài chất thường vừaក្នុងcổ sò đó nó rươi tí tới nâng tự dưng pro hay có sợi đào chơi để việc cream sweat nâng thời ca giờ này về du từ mòn từ việc sọt làng vinh giờ nó cổ sò thôm thực chất sọt sài nông bự lỏ chất để tầm con là rơi đời sẽ tệ từ nhà mà đầy nâng vì nôm chất nâng ở sọt làng vinh chất lẹ hụt tá về được thay vì sra làng vinh đâyពេលដែលយើងជួបរឿងអីខុសពីចិត្តយើងចង់យើងអាចទាស់ចិត្តយើងអាចមួម៉ៅយើងអាចខឹងបន្ទុះសារាយនឹងរឿងនឹងអារម្មណ៍នឹងវាជាធម្មតាក្នុងជីវិតវាតែងតែមានរឿងត្រូវចិត្តខ្លះរឿងមិនត្រូវចិត្តខ្លះវាមានអ្នកខ្លះគេស្រឡាញ់យើងវាមានអ្នកខ្លះគេស្អប់យើងចឹងយើងអត់អាចសង្ឃឹមថាគេសរសើរយើងរហូតគេគាំទ្រយើងរហូតគេនិយាយល្អពីយើងរហូតអានឹងយើងសង្ឃឹមចឹងមិនបានទេពីព្រោះវាខុសពីសច្ចភាពនៃជីវិតគ្មានអ្នកណាអាចជៀសផុតពីការនិន្ទាបានទេព្រះអង្គសម្ដែងថាណដ្ឋិលោកេអនិន្តិតោចឹងតើយើងមានបញ្ញាជួយសម្រួលផ្លូវចិត្តដើម្បីឲ្យវាចេះព្រមទទួលយកនៅអារម្មណ៍ទោះជាអារម្មណ៍នឹងល្អក្តីអារម្មណ៍នឹងមិនល្អក្តីពាក្យសម្ដីនឹងពិរោះក្តីមិនពិរោះក្តីទទួលដោយន័យថាក្នុងជីវិតនេះយើងមិនអាចទៅខាត់ខាំងថាមាត់គេមិនឲ្យគេនិយាយអញ្ចឹងឬក៏ហាមគាត់ថារឿងនឹងមិនឲ្យកើតឡើងហាមអត់បានទេយើងអត់មានសមត្ថភាពទៅខាត់រឿងនឹងបានទេអ្វីដែលយើងអាចធ្វើបានគឺយើងយកមកវិភាគពិចារណាថារឿងហ្នឹងបើជារឿងល្អយើងកំណត់ដឹងដោយបញ្ញាថាជាផលរបស់បុណ្យជាផលនៃការព្យាយាមប្រឹងប្រែងតស៊ូរបស់យើងទើបបានទទួលរឿងល្អហ្នឹងមកហើយបើជួបរឿងមិនល្អក៏ត្រូវមានបញ្ញាកំណត់ដឹងថានឹងក៏ជាផលនៃអំពើមិនល្អផលនៃការខ្ជិលឬក៏ផលនៃការមិនយកចិត្តទុកដាក់របស់យើងទើបបានរឿងនឹងកើតឡើងវាអាចមានហេតុពីអតីតហើយនឹងហេតុបច្ចុប្បន្នបូកផ្សំគ្នាទើបវាចេញទៅជារឿងផលល្អនិងផលអាក្រក់នឹងជាយើងមានបញ្ញាមួយនៅអមជាមួយចិត្តនឹងជួយខ្សឹបប្រាប់ចិត្តនឹងជួយពន្យល់ប្រាប់ចិត្តនឹងថានឹងឯជីវិតនឹងវាត្រូវតែប្រឈមមុខអញ្ចឹងឯងហើយយើងទទួលដោះស្រាយមិនមែនថាអញ្ចឹងមិនទៅជួបរឿងអីក៏រឿងទៅអញមិនខ្វល់មែនទេក្នុងន័យនេះតាមន័យនៅក្នុងអភិធម្មថា
អកុសលវិបាកដែលយើងជួបហើយផលនៃបាបហ្នឹងណាយើងរត់ទៅណាក៏រត់មិនរួចដែររត់ចូលក្នុងព្រៃឡើងលើភ្នំចូលរូងក្តាមក៏អកុសលហ្នឹងវាតាមយើងដែរសូម្បីតែបានត្រាស់ជាពុទ្ធហើយអកុសលកម្មចាស់ហ្នឹងវានៅតាមពុទ្ធនឹងបានទៅទៀតរឿងអីថាវាមិនអាចមកតាមយើងជាមនុស្សសាមញ្ញបានហើយកម្មហ្នឹងមិនមែនជាអ្នកណាជាអ្នកសាងគឺយើងជាអ្នកសាងហ្នឹងឯងយើងជាអ្នកសាងហេតុនៃរឿងអាក្រក់ហ្នឹងយើងជាអ្នកសាងហេតុនៃរឿងល្អហ្នឹងហើយយើងជាអ្នកទទួលរឿងអាក្រក់និងរឿងល្អហ្នឹងយើងមិនអាចបន្ទោសព្រះប្អិនព្រះអង្គណាបានទេយើងនឹងជាអ្នក design ជីវិតឲ្យខ្លួនឯងហ្នឹងឯងបើទោះជាទេវតាប្អិនលោកមកជួយយើងក៏តលតែយើងនឹងមានបុណ្យនឹងឲ្យទេវតាប្អិននឹងជួយយើងដែរបើយើងខ្វះបុណ្យលោកចង់ជួយក៏ជួយយើងមិនបានដែរលោកអាចមានចិត្តអាណិតប៉ុន្តែមិនដឹងធ្វើម៉េចសត្វលោកប្រព្រឹត្តទៅតាមកម្មហ្នឹងដែលខ្លួនបានធ្វើអញ្ចឹងយើងបើឃើញរឿងអីមិនល្អមិនសមរម្យការប្រព្រឹត្តនឹងមិនត្រឹមត្រូវយើងអាចណែនាំថាស្ដីប្រយែពយល់ប៉ុន្តែតលប្រយ័ត្នប្រយែងផ្លូវចិត្តរបស់យើងផងពីព្រោះពេលខ្លះយើងបញ្ចេញកំហឹងការទាស់ចិត្តនឹងប្រកបដោយគំនុំស្អប់វាទៅជាធ្វើឲ្យយើងនឹងកើតទោសៈទៅវិញកំហឹងសួរថាព្រះអង្គបដៅសាវកតែព្រះអង្គបដៅព្រះអង្គស្ដីថាទេតែព្រះអង្គស្ដីថាព្រះអង្គឃើញថាគេខុសទេព្រះអង្គឃើញថាគេខុសហើយស្ដីថាប៉ុន្តែសួរថាព្រះអង្គទៅខឹងទៅស្អប់ទៅពិបាកចិត្តទៅទុកទោសមនាស់ទេថាអត់ទេព្រះអង្គបដៅប្រាប់នឹងដោយបតីករុណាមិនស្លូតអាខុសក៏ខុសទៅអាត្រូវក៏ត្រូវទៅមែនទេព្រះអង្គនៅតែជួយណែនាំប៉ុន្តែបតីព្រះអង្គនឹងមានព្រះបញ្ញាញាណគ្រប់គ្រងបតីរបស់ព្រះអង្គមានឧបេក្ខាមានសមាធិដែលជួយឲ្យព្រះអង្គមានទាំងកម្លាំងកាយមានទាំងកម្លាំងចិត្តហើយការណែនាំនោះប្រកបដោយមហាករុណាអត់មានស្អប់គុំគួនទៅទៀតអញ្ចឹងបតីនឹងស្អាតបរិសុទ្ធណាស់ត្បិតថាស្ដីក៏ពិតមែនប៉ុន្តែយើងជាពុទ្ធជននេះវាពិបាកនឹងគ្រប់គ្រងចិត្តពិបាកនឹងបែងចែកថាមួយណាជាការស្ដីបដៅដោយករណាមួយណាជាការខឹងដូចថាទុកទោមនាស់ក្នុងចិត្តហើយធ្វើឲ្យបញ្ចេញទៅវាជាវាចាពេលខ្លះជាវាចាមួយណែនាំបដៅមិនប៉ុន្តែដោយកំហឹងទៅវាធ្វើឲ្យកើតទៅជាទោសៈទាំងយើងអ្នកនិយាយអ្នកស្ដាប់នោះក៏កើតទោសៈត្បិតថាការណែនាំហ្នឹងឃើញកំហុសហ្នឹងវាខុសជាងក៏ពិតមែនហើយអញ្ចឹងបានថាការថែរក្សាចិត្តឲ្យបានល្អនេះមិនមែនជារឿងងាយទេអញ្ចឹងតើតែយើងរៀនកំណត់ដឹងថារឿងវាមិនអាចកើតឡើងតាមយើងចង់គ្រប់រឿងទេមនុស្សមិនអាចធ្វើត្រូវចិត្តតាមយើងប្រាថ្នាបានគ្រប់គ្នាទេគេមិនចេះតែធ្វើល្អជាមួយយើងនិយាយសរសើរយើងរហូតទេរឿងវាមានទាំងសងខាងវាមានទាំងល្អមានទាំងមិនល្អអញ្ចឹងព្រះអង្គឲ្យយើងរៀនកាត់ទោមនស្សចំពោះរឿងមិនល្អហើយនឹងសោមនស្សឬក៏អភិជាជាប់ជំពាក់នឹងរឿងល្អព្រះអង្គឲ្យយើងដើរផ្លូវកដាលវិញរឿងល្អរឿងមិនល្អកើតឡើងទទួលដោះស្រាយធ្វើដំណើរទៅមុខមិនឲ្យជាប់ជំពាក់ទាំងសងខាងអានឹងទើបយើងមិនសូវកើតទុក្ខខ្លាំងខ្មោចអតីតកាលរឿងរ៉ាវមិនល្អ
បានឆ្លងកាត់ជីវិតអ្នកផុតទៅហើយវាបានកន្លងហួសទៅហើយសូមកុំហៅវាមកវិញអីអនុញ្ញាតឲ្យវារលត់ទៅចុះការមួម៉ៅក្តៅក្រហាយស្ដាយក្រោយជាការហៅរឿងអាក្រក់នោះមកកាន់ជីវិតអ្នកជាថ្មីអ្នកនឹងត្រូវរងទុក្ខជាថ្មីម្ដងហើយម្ដងទៀតបាបកម្មចាស់នាំឲ្យអ្នកជួបរឿងមិនល្អទោះអ្នកខំជៀសទៅណាក៏គេចមិនផុតដែរព្រោះកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានឡើយរៀនទទួលរៀនដោះស្រាយហើយកុំបង្កើតបាបថ្មីអីបាបថ្មីគឺភាពមួម៉ៅក្តៅក្រហាយនឹងរឿងនោះឯងអ្នកឈ្មោះថាបានបង្កើតបាបថ្មីហើយបាបថ្មីនោះនឹងនាំឲ្យអ្នកកើតទុក្ខកាន់តែខ្លាំងឡើងរឿងអាក្រក់ដែលបានកើតឡើងឧបមាដូចជាពពកខ្មៅបក់ផាត់មកបាំងពន្លឺជីវិតអ្នកហើយវាក៏បានបក់ផាត់ផុតទៅហើយអ្នកមិនគួររត់តាមពពកខ្មៅនោះទៀតទេគួរចាប់ការងារថ្មីទទួលពន្លឺថ្មីសាងអំពើល្អថ្មីដើម្បីទទួលបានលទ្ធផលថ្មីដែលអ្នកប្រាថ្នាខ្មោចអតីតកាលបានលងបន្លាចអ្នករួចម្ដងទៅហើយកុំបណ្ដោយឲ្យវាមកលងបន្លាចអ្នកម្ដងទៀតអីបើនៅក្នុងន័យអភិធម្មអ្វីដែលកើតឡើងចំពោះយើងចំពោះគេហ្នឹងវាមិនមែនជារឿងចៃដន្យទេសិតតែមានហេតុមានផលគ្រប់គ្រាន់បើយើងជួបរឿងល្អគេសរសើររកស៊ីចំណេញជីវិតនឹងបានសុខភាពល្អទៅអានឹងជាផលនៃកុសលកម្មទាំងកុសលកម្មអតីតទាំងកុសលកម្មបច្ចុប្បន្នបើឧទាហរណ៍ថាយើងធ្លាប់ចំម៉ែចំអើចែកទានរក្សាសិលអញ្ចឹងបុណ្យនឹងផ្សំផ្គុំនឹងការប្រយ័ត្នប្រយែងសេចក្តីមិនប្រមាទការមានសិលពេលបច្ចុប្បន្នមិនបៀតបៀនមិនចងពៀជាមួយអ្នកដទៃនឹងធ្វើឲ្យបុគ្គលនឹងបានសុខទៅបើផ្ទុយទៅវិញជីវិតនឹងវាអត់អាចនៅថេរជាកុសលវិបាកអញ្ចឹងរហូតទេវាមានពេលខ្លះជួបរឿងមិនល្អគេស្ដីគេថាគេជេរគេប្រកាច់គេប្រខូចរកស៊ីខាតបាត់បង់ព្រាត់ប្រាសភ្លើងឆេះអីចឹងទៅហ្នឹងមិនចាំបាច់ថានេះយើងសាមញ្ញជនជួបទេសូម្បីតែព្រះសម្មាសម្ពុទ្ធពេលខ្លះក៏ទៅគេជេរគេប្រកាច់គេប្រខូចឬក៏ត្រូវមានពៀតគេប្រមៀលដុំថ្មចេញឈាមអីចឹងទៅអាហ្នឹងឱកាសហ្នឹងជាឱកាសនៃបាបកម្មអកុសលឲ្យផលលោកហៅថាអកុសលវិបាកប៉ុន្តែរឿងអាក្រក់ហ្នឹងកើតឡើងចំពោះព្រះអរិយបុគ្គលព្រះអរហន្តវាប៉ះពាល់តែផ្លូវកាយទេមិនធ្វើឲ្យបតីរបស់ព្រះអង្គកើតទុក្ខទេដោយសារវាអស់នៅសេចក្តីជាប់ជំពាក់ទោមនោះការខឹងក្រេវក្រោធចំពោះអារម្មណ៍ចំពោះរឿងហ្នឹងពីបតីព្រះអង្គអស់ហើយអស់មានគ្រឿងទាស់នឹងហើយចំណែកយើងគ្រប់គ្នាវានៅអញចង់ល្អអញចង់ទៅជួបរឿងគេសរសើរឯងអញមិនចង់ឲ្យគេនទានឹងទេវាស្រឡាញ់មកខាងវាទាត់មកខាងចោលហើយជីវិតហ្នឹងដែលមានទុកច្រើនហ្នឹងគឺរឿងប្រកាន់មកខាងហើយទាត់មកខាងចោលហ្នឹង
ចឹងបានព្រះអង្គឲ្យយើងទាំងអស់គ្នាហ្នឹងរៀនដើរក្នុងមជ្ឈិមាបដិបទាផ្លូវកដាលមានន័យថាអាចទទួលរឿងល្អដែលកើតឡើងក៏ទទួលកំណត់ដឹងបានរឿងមិនល្អកើតឡើងក៏កំណត់ដឹងបានថាសុទ្ធតែមានហេតុសុទ្ធតែមានផលនៅពីក្រោយអ្វីមិនមែនជារឿងចៃដន្យអ្វីមិនមែនថាជីវិតខ្ញុំមិនក៏អភ័ព្វមិនខ្ញុំមានរឿងអញ្ចឹងខុសគេអត់ទេគឺថាមានកម្មពីអតីតផងមានកម្មបច្ចុប្បន្នផងទើបឲ្យមានវិបាកកម្មនឹងយើងមិនដឹងថាយើងមានបានធ្វើអ្វីខ្លះពីអតីតមកយើងមិនដឹងថាគេធ្វើអ្វីខ្លះពីអតីតមកបើពុទ្ធលោកមានញាណដឹងអំពីបព្វកម្មរបស់បុគ្គលម្នាក់នឹងឧទាហរណ៍ថាព្រះសង្ឃមួយអង្គនោះមានបច្ចុប្បន្នរហូតដល់160វស្សាហើយបុណ្យរបស់លោកមិនងាយឈឺផ្ដេសផ្ដាសទេដោយសារអានិសង្ឃដែលលោកធ្លាប់ធ្វើជាពេទ្យព្យាបាលព្រះសង្ឃព្រះសម្មាសម្ពុទ្ធអីចឹងបុណ្យហ្នឹងជួយឲ្យមានអាយុវែងហើយមានសុខភាពល្អចំណែកខ្លួនព្រះអង្គក៏ព្រះអង្គដឹងព្រះអង្គក្អួតឈាមបាបកម្មរបស់ព្រះអង្គដោយសារព្រះអង្គធ្លាប់ធ្វើជាពេទ្យដល់ធ្វើជាពេទ្យគេអត់ឲ្យលុយដល់អត់ឲ្យលុយព្រះអង្គដាក់ថ្នាំឲ្យគេក្អួតឈាមឲ្យគេឈឺកាន់តែខ្លាំងឡើងអញ្ចឹងបាបកម្មហ្នឹងធ្លាក់មកលើព្រះអង្គចិត្តនឹងបរិនិព្វានហ្នឹងត្រូវក្អួតខាងលើផងចុះប្របាទខាងក្រោមផងនឹងទូអង្គពុទ្ធផងនៅតែទទួលផលកម្មហ្នឹងពេលខ្លះទៅគេប្រកាច់ប្រខូចព្រះអង្គទៅព្រះអង្គធ្លាប់ឃើញព្រះបច្ចេកពុទ្ធដែលជាអ្នកមានគុណធម៌គេគោរពគេស្រឡាញ់គ្រប់គ្នាហើយគេអត់សូវយកចិត្តទុកដាក់ជាមួយនឹងពុទ្ធិស័តកាលនោះហើយដូចមានចិត្តមើងងាយចំណែននឹងព្រះបច្ចេកពុទ្ធវាចោតប្រកាន់មិនដឹងចោលមិនដឹងមនុស្សកាលកណីមកពីណាឃ្លុំសុបទ្រុបពោវចន្ទៀលអក្រក់អីចឹងទៅណាប្រកាច់ប្រខូចហើយដល់បាបកម្មហ្នឹងធ្វើឲ្យព្រះអង្គត្រូវគេប្រកាច់ប្រខូចវិញទៅក្នុងពេលបច្ចុប្បន្នហ្នឹងនាងចិញ្ចានាងសុន្ទរីអីចឹងជាដើមប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងចំពោះព្រះអង្គមិនធ្លាយចូលដល់ផ្លូវចិត្តរបស់ព្រះអង្គទេព្រះអង្គនៅតែដឹងប៉ុន្តែមិនអោយមានសេចក្តីទុកទៅតាមផ្លូវចិត្តពីព្រោះមានកម្លាំងព្រះបញ្ញាមានអកុសលគ្រឿងទាស់ហ្នឹងវាស្ងួតទៅហើយព្រះអង្គកំណត់ដឹងថាកម្មហ្នឹងដែលដល់ពេលត្រូវឲ្យផលត្បិតថាព្រះអង្គជាពុទ្ធក៏ដោយប៉ុន្តែព្រះអង្គនៅតែដោះស្រាយនៅតែរកវិធីសាស្ត្រដើម្បីរងាប់បញ្ហានឹងមិនមែនទុកបញ្ហានឹងឲ្យចោលទេរហូតដល់ព្រះរាជាមកជួយដោះស្រាយបញ្ហានឹងដើម្បីបញ្ចប់អធិការនឹងទៅប៉ុន្តែសេចក្តីទុកមិនបានមកគ្របសង្កត់ផ្លូវចិត្តរបស់ព្រះអរិយបុគ្គលព្រះអរហន្តទាំងឡាយទេអញ្ចឹងយើងរៀនកំណត់ដឹងថាអ្វីក្នុងលោកនេះមិនមែនកើតឡើងអត់ហេតុអត់ផលទេយើងទាំងអស់គ្នាសន្មតថាជាខ្លួនយើងនេះជាផលនៃបច្ច័យទេដូចជាចង្គៀងដែលអាស្រ័យបច្ឆេះអាស្រ័យប្រេងអញ្ចឹងបើបច្ឆេះនឹងអស់ទៅប្រេងនឹងអស់ទៅនឹងរលត់ប៉ុនដែលយើងសន្សំមកហ្នឹងបើអស់ទៅរលត់ភ្លឹបតែម្ដងអត់អាចបន្តតវ៉ាឡើងតុលាការអីណាបានទេដូច្នេះហើយយើងគួរមានសេចក្តីជ្រះថ្លានឹងបុណ្យដែលខ្លួនយើងបានរស់នៅមួយថ្ងៃនេះហើយចំណាយពេលមួយថ្ងៃដែលយើងរស់ដោយសារបុណ្យហ្នឹងសាងអំពើល្អធ្វើទានរក្សាសិលចម្រើនមេត្តាផឹងផែងរកស៊ីទទួលទានហើយបំពេញសេចក្តីល្អតម្រាំដល់ជីវជីវិតនឹងរលត់ទៅយើងខ្ចប់សេចក្តីល្អហ្នឹងទៅតាមជាមួយបើមិនចឹងទេជីវិតរបស់យើងនឹងទៅទេសូន្យសងហើយខ្ចប់បាបទៅជាមួយទៀតទៅខឹងចំណែនស្អប់គំនុំគុំគួនចងពៀជាមួយអ្នកដតីអានឹងខ្ចប់បាបទៅជាតិមុខជាតិក្រោយធ្វើឲ្យកំណើតនឹងដុនដាបចុះទៀតទៅហើយ
យើងមានបញ្ញាកំណត់ដឹងនៅហេតុផលធ្វើឲ្យយើងរឹងប៉ឹងផឹងផែងហើយមិនអង្គុយសោកសៅទេពីព្រោះសោកសៅជាបាបថ្មីហើយរឿងមិនល្អដែលកើតឡើងស៊ីខាតឬក៏បាត់បង់អីផ្សេងហ្នឹងអាហ្នឹងជាផលបាបចាស់អញ្ចឹងយើងអត់បង្កើតបាបថ្មីដើម្បីទទួលសេចក្តីទុក្ខបច្ចុប្បន្នផងហើយអាបាបថ្មីហ្នឹងវានាំទុក្ខទៅក្នុងអនាគតជាតិផងយើងទទួលផលកម្មចាស់ធ្វើម៉េចអាហ្នឹងជីវិតហ្នឹងវាត្រូវតែជួបអញ្ចឹងដោះស្រាយទៅហើយដោះហើយចេះប្រូនល្មមថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងហើយអាហ្នឹងទើបយើងមិនកើតទុក្ខខ្លាំងមានញាតិញោមខ្លះទៅថាគាត់ខ្វល់ខ្វាយព្រួយបារម្ភពីអ្នកដទៃហួសហេតុពេកគាត់ភ្លេចស្រឡាញ់ភ្លេចយកចិត្តទុកដាក់ថែអាសាខ្លួនឯងទៅជាដេកមិនលក់មួម៉ៅខ្វល់ខ្វាយខ្លួនឯងនេះសពប់សពូនក្រៀមក្រំនិយាយហ្នឹងមិនមែនបានន័យថាមិនខ្វល់ពីអ្នកដទៃអាណាងាប់អីងាប់ទៅទេមែនទេប៉ុន្តែនៅក្នុងពុទ្ធសាសនាសម្ដែងពីសេចក្តីស្រឡាញ់មេត្តាភាវនាហ្នឹងគឺដំបូងឡើយផ្ដើមចេញពីស្រឡាញ់ខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងរឹងប៉ឹងស្រស់ស្រាយធ្វើឲ្យមានលំនឹងរឹងមាំហើយយើងជួយជ្រោងអ្នកដទៃឲ្យបានរឹងមាំដែរយើងផ្សាយសេចក្តីស្រឡាញ់នឹងឲ្យអ្នកដទៃយើងមានការឧបមានៅក្នុងធម៌លោកពាក្យថាអត្តាnăngឧបមាកាត់ថ្វាយកខ្លួនឯងជាឧបមាថាយើងចង់បានសុខយើងចង់បានការស្រឡាញ់រាប់អានគេគ្រប់គ្នាក៏ចង់បានសុខចង់បានការស្រឡាញ់រាប់អានអញ្ចឹងសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងយើងបានសុខទាំងអស់គ្នាប៉ុន្តែអាត្មាធ្លាប់ជួបកន្លងមកមានញាតិញោមខ្លះគាត់គិតទៅពីព្រួយបារម្ភហត់នឿយរឿងអ្នកដតីវល់បដោយចិត្តបដោយអារម្មណ៍ហ្នឹងទៅកាន់រឿងដតីនឹងច្រើនពេកហើយភ្លេចរក្សាចិត្តខ្លួនឯងឲ្យនៅក្នុងភាពតិចតិជុំកុសលធម៌វាទៅជារឿងព្រួយទៅរឿងព្រួយបារម្ភហួសហេតុអាហ្នឹងនៅក្នុងអកុសលរវើរវាយហើយអាហ្នឹងឯងដែលធ្វើឲ្យចិត្តរបស់យើងវាខ្ទេចខ្ទាំអញ្ចឹងត្រឡប់មកវិញថាយើងនៅតែមានសេចក្តីស្រឡាញ់មេត្តាករុណាហើយក៏មានសេចក្តីសប្បាយរីករាយនៅពេលដែលគេបានសុខហើយក៏ត្រូវមានឧបេក្ខាមួយទៀតថាมันអាចយើងមានសមត្ថភាពទៅជួយបុគ្គលនឹងបានគ្រប់គ្នាឬក៏យើងមិនអាចប្រកបថាអ្នកនឹងត្រូវតែអញ្ចឹងគួរត្រូវតែទៅតាមផ្លូវនេះតាមដែលយើងចង់ឯងវាអត់អាចទៅអញ្ចឹងតើមានបញ្ញាមួយកំណត់ដឹងថាសត្វលោកនឹងមានសម្ពាយកម្មរៀងខ្លួនយើងជួយដោយទឹកចិត្តមេត្តាករុណាប៉ុន្តែយើងមិនអាចទៅទទួលរងកម្មជំនួសគេបានទេអ្នកណាធ្វើកម្មអ្នកនោះទទួលយើងអត់អាចទៅជ្រៀតជ្រែករឿងកម្លាំងកម្មនឹងបានទេនៅក្នុងធម៌លោកសម្ដែងថាណដ្ឋិកម្មੰសមੰពលំកម្លាំងអ្វីស្មើនឹងកម្លាំងកម្មមិនមានទេជួនកាលយើងចង់ជួយបុគ្គលនឹងយើងផឹងប្រែងអស់ពីលទ្ធភាពប៉ុន្តែគាត់ដូចថាអត់មានបុណ្យនឹងត្រូវទទួល
ជំនួយហ្នឹងខ្ញុំកណាថាភាពធ្លាប់ជួបអញ្ចឹងខំជួយខំណែខំនាំឲ្យទៅរកពេទ្យរកម៉ូដែលល្អដែលថ្លៃគាត់អត់ចង់ហើយចុងក្រោយគ្រោះថ្នាក់ដល់គាត់វិញហើយហ្នឹងត្រូវមានឧបេក្ខាចិត្តហើយថាហ្នឹងណាសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយើងមិនអាចទៅបខំរឿងហ្នឹងឲ្យតាមចិត្តយើងបានគ្រប់រឿងបានទេអញ្ចឹងយើងអត់សូវធ្ងន់ទេពីព្រោះតើកាលណាយើងយកអារម្មណ៍អ្នកដតីដែលកំពុងកើតទុក្ខហ្នឹងមកទុកក្នុងចិត្តយើងកើតករណាហ្នឹងត្រូវហើយក្នុងករណានៅឃើញគេកើតទុក្ខពិបាកយើងមានចិត្តជួយសង្គ្រោះប៉ុណ្ណាវាអាចជាបច្ច័យនាំឲ្យកើតទុមនស្សទោសៈហើយអាទោសៈទុមនស្សហ្នឹងវាជាភ្លើងអុចយើងឈិតឲ្យយើងខ្វល់ខ្វាយមួម៉ៅពិបាកចិត្តហើយហ្នឹងទៅជានាំឲ្យយើងខ្វល់ទៅវិញអញ្ចឹងយើងជួយដោយករណាប៉ុន្តែត្រូវតែមានបញ្ញាទៅជាមួយទប់ស្កាត់កុំឲ្យចិត្តហ្នឹងវាពុះកជ្រោលហើយបខំឲ្យរឿងហ្នឹងតាមចិត្តយើងបខំឲ្យគេហ្នឹងដូចយើងអាហ្នឹងมันអាចបខំបានទេអញ្ចឹងយើងរៀនព្រមហើយយើងនៅតែបន្តមេត្តាសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់ការជួយសង្គ្រោះប៉ុន្តែត្រូវអមជាមួយនឹងឧបេក្ខាបញ្ញានឹងទៅជាមួយផងទើបយើងមិនខ្វល់ខ្វាយចិត្តហួសហេតុពេកភាពមានបានហឺហាអស្ចារ្យរបស់យើងនឹងអាចជាទីតាំងនៃការចំណែននិន្ទាអ្នកដតីងាយវាព្រោះមនុស្សគ្រប់គ្នាគេមិនចេះតែសប្បាយចិត្តនឹងសេចក្តីសុខនឹងភាពមានបានរបស់យើងគ្រប់គ្នាទេវាមានអ្នកខ្លះគេមិនពេញចិត្តហើយដោយសារអកុសលដែលមាននៅក្នុងចិត្តគេនឹងធ្វើឲ្យគេទាស់ចិត្តអ្វីដែលយើងមានហ្នឹងហើយដែលយើងបង្ហាញបង្អួតបង្អហ្នឹងក៏ដោយចិត្តលោភៈមានះនៅក្នុងខ្លួនចង់ឲ្យគេដឹងចង់ឲ្យគេស្គាល់អញ្ចឹងទៅក្នុងន័យជាសាមញ្ញជនតែហ្នឹងគេមានគេបង្ហាញអញ្ចឹងហើយប៉ុន្តែនៅក្នុងន័យធម៌របស់ទាំងអស់ហ្នឹងកាមគុណទាំងអស់ហ្នឹងលោកប្រៀបធៀបដូចជាដុំសាច់ចឹងដែលក្អែកវាតាមចឹកស៊ីគ្រប់គ្នាចឹងទៅចឹងវានាំឲ្យមានរឿងនាំឲ្យកើតជាចំណែនឬក៏ពេលខ្លះបកាច់បខូចពលឹះធ្វើឲ្យបង្អាប់បង្អោនកិត្តិយសអ្នកដតីអីចឹងទៅទៀតក៏មានដែរអញ្ចឹងក្នុងការបង្ហាញទ្រព្យរបស់ហ្នឹងក៏ប្រយ័ត្នប្រយែងណាពីព្រោះវាជាអាវុធមុខពីរវាអាចធ្វើឲ្យគេសប្បាយចិត្តជាមួយក៏មានវាអាចធ្វើឲ្យគេចំណែននិន្ទាខឹងហ្នឹងក៏មានហើយយើងក៏បង្កើតទម្លាប់មួយទម្លាប់បង្អួតបង្អមានចិត្តលោភៈជាប់ជំពាក់នឹងឲ្យគេដឹងអញ្ចឹងបានជានៅក្នុងធម៌លោកទាញឲ្យយើងចេះដូចថាប្រើប្រាស់ទ្រព្យរបស់ដែលមានហ្នឹងឲ្យបានជាប្រយោជន៍សម្រាប់អ្នកដតីជាបុណ្យកុសលសម្រាប់ខ្លួនយើងដូចជាអនាថបិណ្ឌកសេដ្ឋីនាងវិសាខាជាសេដ្ឋីមែនប៉ុន្តែលោកបានធ្វើអំពើជាប្រយោជន៍ដល់សង្គមជាតិរបស់លោកសម័យនោះនិងសង្គមសាសនាមានវត្តអារាមប្រសង់និងកិច្ចការងារធម្មទានអីផ្សេងទៅទៀតដោយទ្រព្យសម្បត្តិដែលលោកមានរហូតដល់ព្រះបាទធម្មយាសោកដែលលោកគិតថាអញជាស្ដេចផែនដីប៉ុន្តែធ្វើ
ធ្វើទៀនចាញ់អាណាធិបតេយ្យកសេដ្ឋីឯងអញ្ចឹងបងប្អូនញាតិញោមទាំងអស់គ្នាគួរពិចារណាដែរថាគុណតម្លៃរបស់យើងវានៅខាងក្នុងខ្លួនសេចក្តីសុខសេចក្តីទុក្ខនឹងវានៅក្នុងចិត្តរបស់យើងវាធម្មតាវាត្រូវអាស្រ័យនឹងទ្រព្យសម្បត្តិនឹងកិត្តិយសគេឈ្មោះនឹងប៉ុន្តែมันអាចពឹងសេចក្តីសុខរបស់យើងនឹងពឹងទៅលើរបស់ទាំងអស់នឹងទាំងស្រុងបានទេហើយបើនៅក្នុងធម៌លោកចាត់ទុកទាំងអស់អារម្មណ៍ទាំងអស់ហ្នឹងជាអារម្មណ៍របស់កាមគុណហ្នឹងមិនមែនសម្រាប់តែរឿងស្រីប្រុសទាំងរឿងទាំងអស់អ្វីដែលវាឆ្លងកាត់មកតាមភ្នែកជាជំនន់ដាតកាយចិត្តហើយវាជាទីតាំងនៃការជាប់ជំពាក់ហ្នឹងលោកហៅថាជាកាមគុណហើយធ្វើឲ្យយើងវិវក់វិលវល់ជាប់ជំពាក់ចង់តែបានហើយគេក៏ចង់បានយើងក៏ចង់បានហើយជាហេតុនាំឲ្យមានចំនួនគ្នានៅក្នុងសង្គមបណ្ណាំងប្រជែងគ្នានឹងឯងអញ្ចឹងតើតែយើងប្រើដោយប្រុងប្រយ័ត្នទទួលយកដោយសតិស្មារតីកុំគ្រាន់តែចង់បង្អួតបង្អរបង្ហាញហើយធ្វើឲ្យយើងវិវក់ជាប់ជំពាក់នឹងការសរសើរលើកជើងហើយអាចជាទីតាំងនៃការចំណែននន្ទានៃអ្នកដទៃអញ្ចឹងយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់របរហ្នឹងដើម្បីឲ្យបានជាប្រយោជន៍ដល់ខ្លួនយើងផងគ្រួសារផងសង្គមផងជាបុណ្យកុសលសម្រាប់ក្នុងជីវិតរបស់យើងក្នុងចិត្តរបស់យើងផងបើចំពោះជីវិតជាព្រះសង្ឃវិញព្រះអង្គឲ្យប្រយ័ត្នប្រយែងណារឿងប្រើប្រាស់របស់របរអីសពគ្រប់ទាំងអស់ឲ្យចេះពិចារណាឲ្យចេះថ្លឹងថ្លែងឲ្យចេះប្រើឲ្យល្មមប្រមាណហើយប្រាប់ទៀតថាប្រើនឹងមិនមែនដើម្បីពង្អួតបង្អរបង្ហោះបង្ហើបង្ហាញសាច់ជូនអ្នកស្រុកអីទេនឹងនៅក្នុងបច្ចវេកនវិធីដែលព្រះអង្គសម្ដែងអញ្ចឹងយើងគួរសង្រួមកន្លែងហ្នឹងដើម្បីសង្រួមចិត្តរបស់យើងផងហើយដើម្បីឲ្យអ្នកដតីនឹងកុំឲ្យគ្នាកើតបាបដោយសាររបស់នឹងផងយើងរៀនប្រើទ្រព្យដែលជាបុណ្យរបស់យើងដោយសតិបញ្ញាស្មារតីប្រើទ្រព្យដែលជាបុណ្យចាស់ហ្នឹងបង្កើតបុណ្យថ្មីបន្តទៅទៀតជាអរិយទ្រព្យជាប់នៅក្នុងចិត្តជាប្រយោជន៍ទៅក្នុងអនាគតជាតិអនុមោទនាមានបងប្អូនមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាថ្មគិតថាវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់អាត្មាធ្លាប់ជួបដែរគាត់ពេលខ្លះគាត់ទៅងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយក៏អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចថាមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តនឹងខ្លាំងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីគេបើដេកនឹងទៅទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួម៉ៅក្តៅក្រហាយជាបន្តិចខ្ញុំគណៈសមភាពធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចបន្តួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុង
chất nó sang tu sang tròn co ấy nâng đôi thà than phiệp lư chất với ọt lỏ chùm này đáng miền bên này ca rẽ xa sọc phiệp lư chất nó ọt sư sự bố thôi miền bánh hà chẳng tỏ lại về miền ba lần nơi miền tỏ lịa phiệp nâng khní hay than phiệp lư chất nó vì mẹn từ chẳng phiệp mấy viên xòm ưu tế họ thà ăn chặt nâng xòm rươi tới viết từ chia đầm bào nông trù mà chẳng toàn làm việc miền bành há vậy tới ở hủi chơi hao với cùng sư áo của sau tục dù bị việc tu về cột nạ tầng khuôn dương cột nạ tầng nơi các bài khuôn dương hay nè nơi các bài nó có cua bị dạy bị sầm đầy cài bị ca cặp kệ giá đấy bị rùa dương về miền từ mẹ từ đông khi từ bình từ máu về miền atipol từ lừa khi từ bình từ máu bị sầm đầy cặp kệ giá nâng thua tới thua kia chư chập bị chư đưa đòn tới kia nó chư với dương miền bạc đại hay miền bạc với vua cùng đông cung cuốn khi tới hay tôi là hiện đôi tha anat khi sầm lặng đòi chặt meta hay ca và đại này nóm nâng côประกอบដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សពថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ថាហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរងថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហើយហ្នឹងវាមានកម្មពៀវរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសក់ទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររងថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រលចុះត្រលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងដែរមិនមែនហាមគាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅ app ខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវើលវាយដោយសារ
អាការរំខានរឿយនឹងឯងហើយនឹងអត់មានពីណាទេយើងអ្នកសំខ្លួនយើងនឹងយូរផលប៉ះពាល់នឹងមកខ្លួនយើងវិញអញ្ចឹងតើយើងប្រយ័ត្នប្រយែងទាំងអស់គ្នាបើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអីនិយាយគ្នាហើយកុំអោបកសោបរំលឹកម្លើកញឹកញាប់ពេកវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកនោះក៏គួរអាណិតតិចដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំជួយចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានមានប្រយោជន៍ហើយអានឹងទី1ទី2អាការសមឧបនិស្ស័យក្នុងចិត្តតូចចិត្តអន់ចិត្តស្ដីបន្ទោសមិនគួរណាអញ្ចឹងសោះអាហ្នឹងកុំអាហ្នឹងរឿងហ្នឹងហួសហើយកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតោះទៅមុខទៀតអាសំបនិស្ស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់យើងណាហើយតើមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាអញ្ចឹងម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាប្រឹងទៅហើយមានពេលស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយមិត្តភ័ក្តិល្អអ្នកដែលនាំរឿងល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើនទាំងចំណេះចម្រើនទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអានឹងទើបរស់នៅបានយូរហើយយើងបានមានពេលពេញបុណ្យពេញកុសលហើយរស់នៅដោយសុភមង្គលបើនិយាយពីសេចក្តីទុក្ខផ្លូវចិត្តវិញជាពុទ្ធជននឹងអ្នកណាក៏មានដែរគាត់ណាតិចច្រើនតាមកម្រិតនៃបញ្ញាស្មារតីយល់ដឹងអំពីដំណើរនៃជីវិតនឹងបើបុគ្គលនឹងច្រើនដោយអកុសលមួម៉ៅខឹងជាប់ជំពាក់លោភលន់ច្រើនអាហ្នឹងកើតទុកច្រើនហើយពីព្រោះអកុសលហ្នឹងវាជាថ្នាំពឹសវាជាមេរោគវាមករំខានផ្លូវចិត្តឲ្យយើងនឹងញាប់ញ័រឧទាហរណ៍ថាយើងចំណែនយើងកំណាញ់យើងស្អប់យើងគុំអាហ្នឹងដូចភ្លើងធូបហ្នឹងវាមកអុចវាមកអុចចិត្តយើងឈិតឲ្យយើងក្តៅអ្នកខ្លះរហូតដល់ដេកមិនលក់បក់មិនលហើយហូបបាយមិនឆ្ងាញ់ខ្វល់ខ្វាយដល់អញ្ចឹងវាអត់បានសុខទេការជាប់ជំពាក់ប្រាថ្នាហួសពីសមត្ថភាពហ្នឹងក៏នាំឲ្យកើតទុក្ខដែរឧបមាថាយើងរកបានប៉ុណ្ណឹងសមត្ថភាពយើងផឹងអស់ហើយបាន10000ហ្នឹងប៉ុន្តែវាលោភវាលន់វាកុហកកាហាយប្រៀបធៀបឃើញគេបាន1លានទៅវាដូចអត់លក់បដោយនិយាយអញ្ចឹងមិនមែនថាហាមឃាត់មិនឲ្យប្រឹងទេប្រឹងនៅតែប្រឹងប៉ុន្តែតើមានសន្តោសៈក្នុងធម៌ថាឲ្យចេះពេញចិត្តនឹងសមត្ថភាពដែលខ្លួនអាចរកបានប្រឹងនៅតែប្រឹងប៉ុន្តែខ្ញុំប្រឹងអស់ហើយសមត្ថភាពខ្ញុំប៉ុណ្ណឹងសบายចិត្តនឹងអ្វីដែលខ្លួនរកបានហើយនឹងបានវាស្រាលវាអត់កើតទុក្ខជួនកាលអ្នកខ្លះរកបានហើយនៅតែកើតទុក្ខអញ្ចឹងបើពុទ្ធព្រះអង្គចាត់ទុកថាយើងនៅក្រដដែលទេបើទោះជារកបានច្រើនពួកយើងវាខ្វល់វាខ្វាយវាពិបាកវាមូវាម៉ៅអញ្ចឹងការដែលចេះបញ្យល់ខ្លួនឯងរកបានច្រើនចាត់ទុកថាបុណ្យយើងច្រើនយើងសប្បាយចិត្តនឹងអ្វីដែលយើងរកបានច្រើនហ្នឹងទៅ
ហើយរកបានល្មមអានឹងខ្ញុំប្រឹងអស់សមត្ថភាពហើយអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងអញ្ចឹងសប្បាយចិត្តតែប៉ុនខ្ញុំសំពាយខ្ញុំមានប៉ុណ្ណឹងមកបើរកបានតិចអានឹងនៅតែប្រឹងនៅតែតស៊ូអញ្ចឹងដើម្បីជីវភាពប៉ុន្តែត្រូវកំណត់ដឹងថាមនុស្សវាមានវាសនាផ្សេងគ្នាมันអាចទៅដេកចំណែនគេចំណែនបងចំណែនប្អូនអ្នកខ្លះដូចគ្រួសារគេផ្សេងបងប្អូនគេផ្សេងគេរកស៊ីបានមានឯងវាអន់ជាងគេដេកក្តៅក្រហាយចំណែនគេរករឿងម៉ែរករឿងឪអីអញ្ចឹងតែក៏មានដែរអញ្ចឹងអកុសលហ្នឹងវាមកអុចយើងមិនឲ្យយើងបានសុខទេតែកាលណាយើងមានអកុសលនឹងច្រើនអាហ្នឹងកើតទុកច្រើនហើយអញ្ចឹងវាតតែយើងព្យាយាមចម្រើននៅធាតុល្អនៅក្នុងចិត្តឧទាហរណ៍ថាការចេះចែកម្លែកតិចច្រើនក៏ដោយមានតិចចែកតាមតិចមានច្រើនចែកតាមច្រើនទឹកចិត្តមេត្តាហ្នឹងវាដូចជាទឹកសន្សើមឬក៏ការប្រោះព្រំផ្កាប្រោះព្រំដើមឈើនឹងឲ្យវាស្រស់ចឹងទឹកចិត្តល្អបន្តិចហ្នឹងក៏ដោយការនិយាយដោយចិត្តមេត្តាការជួយពយល់ឲ្យគេបានសុខបង្ហាញផ្លូវឲ្យគេបានចម្រើនសេចក្តីល្អតាមវាចាហ្នឹងវាសប្បាយចិត្តឃើញគេសុខឃើញគេល្អទៅចិត្តហ្នឹងមានសមាធិយល់ត្រូវមិនទៅប្រកាន់ចំណែនគុំគួនស្អប់គេអីទេអប់រំចិត្តខ្លួនឯងហ្នឹងឲ្យស្ថិតនៅក្នុងកុសលធម៌ស្ថិតនៅក្នុងសមាធិទៅនឹកឃើញថាហ្នឹងហើយជីវិតហ្នឹងវាមានហេតុវាមានផលហើយយើងប្រឹងប្រែងបានប៉ុណ្ណាផលវាបានប៉ុណ្ណឹងដែរវាអត់អាចយើងធ្វើស្រែ1ហិកតាតែប្រអង្គុយចង់បានផល20តើនវាអត់បានទេអញ្ចឹងហ្នឹងឯងមានសមាធិជឿលើហេតុផលហ្នឹងអញ្ចឹងវាអត់កើតទុកថាមិនអញ្ចឹងឯអត់ទេសមាធិអង្គធម៌បានដល់បញ្ញាសំដៅទៅលើបញ្ញាហ្នឹងឯងដឹងថាអូអ្វីវាសិតតែមានហេតុអ្វីកើតឡើងមិនមែនអត់ហេតុទេអញ្ចឹងវាមានហេតុគ្រប់គ្រាន់ហើយរឿងល្អក្តីរឿងអាក្រក់ក្តីសុទ្ធតែមានហេតុរបស់វានៅពីក្រោយហើយអញ្ចឹងពេលជួបរឿងល្អមិនជួពេកទេកំណត់ដឹងថាអូអាហ្នឹងជាផលបុណ្យជាផលនៃការព្យាយាមរបស់យើងបើរឿងមិនល្អកើតឡើងហ្នឹងហើយកំណត់ដឹងហ្មងក្នុងអភិធម្មនិយាយថាអកុសលវិបាកឃើញរូបមិនល្អស្ដាប់ឮសំឡេងមិនពីរោះគេជេរគេនិយាយដើមអេចអូចអីចឹងទៅជាអកុសលវិបាកហ្មងអាហ្នឹងគឺសច្ចធម៌ជាផលនៃបាបចឹងហ្មងចឹងវាអត់ទៅកើតទុកទូមនោះនឹងរឿងនឹងពេកទេពីព្រោះកំណត់ដឹងថាវាមានហេតុវាមានអកុសលណាមួយវាដែលយើងធ្លាប់ធ្វើមកវានាំឲ្យកើតទៅជាអកុសលវិបាកផលនៃបាបហ្នឹងផលនៃបាបដែលយើងបានធ្វើហ្នឹងហើយអញ្ចឹងហើយក៏ហើយកំណត់ដឹងសង្ខារទាំងឡាយកើតហើយរលត់ទៅវិញគេនិយាយហើយចប់អាលុតឈឹងបាត់ហើយបើអ្នកដែលមានបញ្ញាគេមិនសូវយកពាក្យហ្នឹងមកអង្គុយកើតទុកក្តៅក្រហល់កាហាយមួយខែពីរខែទេគេកំណត់ដឹងថាអូអកុសលហ្នឹងកើតមកផ្លែតនិយាយចប់បាត់ហើយប៉ុន្តែអ្នកដែលខ្វះបញ្ញាហ្នឹងច្រើនតែកើតទុកដោយសាររឿងមិនល្អដែលកើតឡើងដោយសារមិនយល់អញ្ចឹងបាបចាស់ឲ្យផលផងខ្វះបញ្ញាបង្កើតបាបថ្មីអាមួម៉ៅអាចងគំនុំអាគុំគួនហ្នឹងអាហ្នឹងជាបាបថ្មីហើយអញ្ចឹងហ៊ានតម្លាក់អាហ្នឹងមានបញ្ញាសំនៅការយល់ដឹងពីដំណើរនៃធម្មជាតិអប់រំចិត្តរឿយទៅអាហ្នឹងបានយើងបន្ថយអាធាតុពុលនឹងមេរោគហ្នឹងហើយបន្ថែមធាតុល្អជាកុសលធម៌ហ្នឹងរឿយទៅមានខន្តីមានអត់ធន់មានបញ្ញាកំណត់ដឹងអំពីដំណើរនៃសង្ខារកើតរលត់មិនប្រកាន់មិនហួងហែងមានក
ក៏ទទួលថាវិជាផលនៃបនទៅมันវាត្រូវបាត់វាត្រូវបងវិញគិតថាវាជាសង្ខារធម៌វាប្រែប្រួលអញ្ចឹងវាអត់ទៀងវាអត់ទាត់ទេអាហ្នឹងវាដូចឧបមាដូចថាជាគៀងវានៅព្រេងវាឆេះទៅវាអស់ព្រេងវារលត់ទៅព្រះអាទិត្យពេលល្ងាចក៏លិចទៅអាហ្នឹងសង្ខារនៅពេលមានហេតុបច្ច័យគ្រប់គ្រាន់បនមានយើងនៅមានជីវិតទ្រព្យយើងនៅរកបានដល់ពេលបនវាខ្សោយទៅរកវាបានតិចទៅពេលណាអស់បនទៅអារបស់ហ្នឹងវាត្រូវខាតឡងចុងទៅហើយយើងតើរៀនទទួលស្គាល់ថាហ្នឹងឯងជីវិតវាអញ្ចឹងទើបយើងអាចសម្រួលផ្លូវចិត្តមិនឲ្យកើតទុក្ខខ្លាំងបានហើយបើយើងនៅតែមួម៉ៅក្តៅក្រហាយគុំគួនដូចថាជាប់ចម្ពាក់ហួងហែងប្រកាន់ថាស្អីស្អីត្រូវតែបានតាមអញចង់ហ្នឹងអាហ្នឹងកើតទុកខ្លាំងហើយពីព្រោះស្អីស្អីហ្នឹងវាមិនអាចតាមចិត្តយើងចង់រហូតទេបើយើងខ្វះនៅបនណាខ្វះហេតុទៅវាអត់បានទេវាតើមានហេតុគ្រប់គ្រាន់បានអនុមោទនាដោយសារយើងអត់បានអប់រំចិត្តរៀងខ្លួនអញ្ចឹងទៅជួនកាលធ្វើការមួយគ្នាញឹមដាក់គ្នាអញ្ចឹងប៉ុន្តែក្នុងចិត្តហ្នឹងមិនសบายចិត្តនឹងគ្នាបានទេប៉ុណ្ណឹងប្រជែងយកភាពឬក៏បែងជើងអាចរហូតដល់ពេលខ្លះប្រកាច់ប្រខូចត្រឡប់ត្រឡិនធ្វើម៉េចឲ្យតាខ្លួនឯងគ្រាន់បើប្រសើរអញ្ចឹងទៅវាធ្វើឲ្យការងារនឹងវាមិនរលូនទៅមុខមិនសហការគ្នាមិនផ្ដល់តម្លៃឲ្យគ្នាមិនជួយជុំជែងគ្នាវាទៅជាសកត់មួយដើម្បីឲ្យបានខ្ពស់មួយបើអាកាសការងារនឹងវាធ្វើឲ្យចង្អៀតចង្អល់តឹងតែងហើយមិនចម្រើនទៅមុខទេអញ្ចឹងបានស្ថានភាពផ្លូវចិត្តរបស់បុគ្គលិកអ្នកធ្វើការងារនឹងមានឥទ្ធិពលខ្លាំងទៅលើលទ្ធផលសម្រេចរបស់ស្ថាប័នរួមទាំងមូលបើទាំងអស់គ្នាសហការគ្នាអត់ឱនស្រឡាញ់យោគយល់ផ្ដល់តម្លៃផ្ដល់ការលើកទឹកចិត្តហើយជួយជុំជែងគ្នាមិនខ្លាចអ្នកណាគ្រាន់បើជាងអ្នកណាតាមសមត្ថភាពរៀងខ្លួនអញ្ចឹងទៅណាពីព្រោះយើងក៏មិនចេះអីទាំងអស់គេក៏មិនចេះអីទាំងអស់អញ្ចឹងយើងត្រូវពឹងអាស្រ័យគ្នាទៅវិញទៅមកហើយយើងផ្ដល់ភាពសំខាន់នឹងដល់គ្នាទៅវិញទៅមកតាមចំណេះដឹងជំនាញរៀងខ្លួនទៅអ្នក cleaner គេមានភាពសំខាន់ខាង cleaner ទៅអ្នកនៅ office មានភាពសំខាន់រៀងខ្លួនទៅចិត្តរបស់យើងវាទលាយដែលអញ្ចឹងយើងអត់អោបកសោបយកទាំងអស់ហើយប៉ុន្តែមនុស្សយើងវាសារធាតុមិនបានអប់រំពីកំណើតអកុសលហ្នឹងវាប្រទាញធ្វើម៉េចគៀងគរឲ្យមកតែខ្លួនឯងតែមួយកដោបទៅហែកទៅពុនទៅហើយគ្រប់គ្នាសិតតែចង់កដោបចង់ហែកចង់ពុនអញ្ចឹងឆ្លោះគ្នាហើយមិនបានសុខហើយមិនបានសុខទាំងសងខាងមិនបានសុខទាំងយើងមិនបានសុខទាំងអស់គ្នាហើយស្ថាប័នហ្នឹងអត់អាចរីកចម្រើនទៅមុខទេដោយសារយើងអ្នកជ្រងស្ថាប័នហ្នឹងវាសំពីងសំពងដោយភាពសៅមងអកុសលជាតិពុលនៅក្នុងចិត្តហ្នឹងអញ្ចឹងបានជាអ្នកដែលមានចិត្តដែលថ្លាស្អាតស្រាលពីអកុសលហ្នឹងទើបអាចធ្វើជាមេដឹកនាំគេទើបអាចជ្រងស្ថាប័នហ្នឹងឲ្យខ្ពង់ខ្ពស់ទៅបានតលអ្នកនឹងស្រាលពីរឿងដូចថាការប្រកាន់ជាប់ជំពាក់
អានៃអាណោងច្រើនហ្នឹងលក្ខណៈសម្បត្តិរបស់គាត់ហ្នឹងទើបអាចជ្រុងទើបធ្វើឲ្យកន្លែងហ្នឹងបានរួបរួមគ្នាហើយចម្រើនទៅមុខបានហើយវាតលឲ្យទាំងអស់គ្នានឹងឯងរៀនទម្លាក់នៅភាពសៅមងទាំងអស់នឹងចេញពីសន្តានចិត្តអានឹងទើបយើងអាចរកសេចក្តីសុខតខ្លួនយើងផងពីព្រោះយើងគ្រប់គ្រងខ្លួនឯងបានក្នុងភាសាបច្ចេកទេសអ្នកស្រាវជ្រាវអាមេរិកាំងគេហៅពាក្យ self management ឬក៏ self regulation អីចឹងទៅការចេះគ្រប់គ្រងខ្លួនឯងបានហើយមានគុណវុឌ្ឍិលក្ខណៈសម្បត្តិពិសេសដើម្បីបានជោគជ័យក្នុងជីវិតហ្នឹងគឺត្រូវតែមានទំនាក់ទំនងល្អជាមួយអ្នកដទៃដោយចេះស្វែងយល់អំពីតម្រូវការអំពីចំណង់ចំណូលចិត្តអំពីភាពសំខាន់ហើយនឹងបញ្ហាដែលគាត់មានក្នុងជីវិតហ្នឹងយើងមានចិត្តករុណាបើភាសាអង់គ្លេសហៅ empathy ហ្នឹងដូចថាឲ្យយើងចេះយកចិត្តរបស់យើងហ្នឹងទៅស្វែងយល់ពីបញ្ហាជីវិតរបស់គាត់អញ្ចឹងយើងអត់ប្រកាន់ច្រើនយើងអត់ប្រទាញយកតែខ្លួនឯងត្រូវទេអញ្ចឹងវាត្រូវតែមានជំនាញមួយគ្រប់គ្រងខ្លួនឯង self management ឬក៏ self regulation ហ្នឹងហើយនឹងមានអ្នកខ្លះទៅដូចមានអារម្មណ៍ថារៀងក្រៀមក្រំសោះក៏ក្រោះអត់សុបាយក្នុងចិត្តហ្នឹងវាអត់មានអីធ្វើឲ្យមានកម្លាំងនឹងក្រោកឈរធ្វើនេះធ្វើនោះហើយរមូលហេតុអត់ឃើញទេដូចជាអស់ធម៌ពលទាំងផ្លូវកាយទាំងផ្លូវចិត្តទៅអានឹងវាអាចតកតងនឹងយើងទទួលសម្ពាធការងារច្រើនពេកទៅហត់នឿយពេកហើយអត់មានពេលសម្រាកខ្លះដល់ចឹងវាធ្ងន់ដូចដើមឈើដែលអត់បានស្រោចទឹកយូរវាក្រៀមទៅវាមិនងាយស្រស់ឡើងវិញទេឬក៏ក្នុងគ្រួសារនឹងមានវិបត្តិហើយដដែលទៅធ្វើឲ្យចិត្តយើងដូចជ្រុញហ្នឹងក្បិតហ្នឹងកាប់ច្រាមរហូតទៅវាស្នាមរហូតទៅក្រៀមឬក៏នឹង